đây là đọc nè ngày nay nhìn về video muối chạy thong tận năng quick cut để sao đặt quick cut nó về là cái nào về đôi năng khắp khép khát này chẳng chẳng là mấy ban cầm thi đây nhưng mà hai lần về đây niệm phá chẳng chưa đồng bốn dương dương chưa đồng bốn dương spy rồi dương rục rục nó non tu sắm đây dương biết ha Play Store នៅក្នុងទូរស័ព្ទ Android iOS ក៏យើងអាចស្វែងរកដែរនៅក្នុងApp Store អញ្ចឹងយើងចូល Play Store នេះយើងធ្វើកម្មវិធីក្នុងAndroid អញ្ចឹងចូលកម្មវិធីនេះមកហើយតមកយើងនេះកន្លែងយើងគុំរងខំខាងក្រោមនេះយើងចុចពាក្យលើ Search ហ្នឹងទៅអញ្ចឹងនៅពេលដែលយើងចុចនៅពាក្យកន្លែង Search ហ្នឹងទៅយើងឃើញនៅផ្អប់ខាងលើគេឲ្យយើងសរសេរជាអក្សរអញ្ចឹងយើងចុចទៅលើហ្នឹងហើយយើងវាយពាក្យជាអក្សរអញ្ចឹងយើងវាយ K W no KW AI C U T អញ្ចឹងយើងវាយហើយយើងចុចពាក្យsearch ទៅចុចយើងនៅខាងក្រោមហ្នឹងវាមានកន្លែងដែលមានកែចិត្តឆ្លោះហ្នឹងអញ្ចឹងយើងចុចនៅខាងក្រោមហ្នឹងទៅឃើញហើយអញ្ចឹងឥឡូវយើងចុចពាក្យ search ហ្នឹងទៅចាំតិចដែរថាអញ្ចឹងនៅពេលនេះយើងនឹងឃើញកម្មវិធីមួយដែលគេសរសេរថា quick cut ហ្នឹងឬក៏ video editor អញ្ចឹងយើងចុចទៅលើពាក្យ install អញ្ចឹងយើងចុចទៅលើពាក្យ install វាយើង download វាមកថាក្នុងភាសាថាយើងដាក់ download តមកយើងចុច OK សញ្ញាដែលខ្ញុំគូកំពុងនៅក្រោម OK ហ្នឹងយើងគូទៅវា download ដោយខ្លួនឯង automatic បន្ទាប់ពីយើងបាន download រួចវាពងវិលឲ្យគេអាច install ហ្នឹងអញ្ចឹងនៅពេលដែលយើង download រួចវាចេញនៅអក្សរពាក្យមួយដែលនៅខាងស្ដាំនៅខាងលើដៃយើងហ្នឹងនៅកន្លែងយើង search ហ្នឹងអញ្ចឹងបន្ទាប់ពីយើងបាន download រួចវានឹង load សញ្ញាមួយតាក់ទងទៅនឹងopen អញ្ចឹងដែលប្រើដែលបកជាភាសាខ្មែរមិនថាយើងបើកមិនថាយើងចុចចូលបើកក្នុងកម្មវិធីសឹងទៅតែបន្តមកយើងចូលនៅខាងក្រោមគេដែលខ្ញុំគូសបន្ទាត់កំពង់ក្រោមហ្នឹងគឺ create and enter យើងចុចលើហ្នឹងមកហើយចុច allow បន្ទាប់មកយើងនឹងបានកម្មវិធីមួយដែលវាស្រដៀងនឹង CapCut ហើយកម្មវិធីនេះក៏ជាកម្មវិធីមួយដែលយើងអត់វាមាន effect ស្អាតច្រើននេះដែលខ្ញុំបានបង្ហាញនេះគឺ effect ទាំងអស់ហ្នឹងគឺគេ free ទេគេអត់មាន pro អត់មានអីដែលយើងទៅទិញទេអញ្ចឹងវា free ទាំងអស់អញ្ចឹងមាន effect ស្អាតអញ្ចឹងអ្នកនរគ្នាកុំភ្លេច download យកកម្មវិធីហ្នឹងយកមកប្រើអ្នកនរគ្នាបាទសូមអរគុណសូមជម្រាបលា